ចាជំរាបសួរបងប្អូនខ្ញុំឈ្មោះសៃលាខ្ញុំរស់នៅទីក្រុងអាឡែតប្រទេសអូស្ត្រាលីខ្ញុំមកដល់អូស្ត្រាលី8-10ឆ្នាំហើយបងប្អូនចាហើយខ្ញុំមានកូនប្រុស2នាក់ខ្ញុំធ្លាប់មានហាងផ្លែឈើធ្លាប់ទៅធ្វើការធ្លាប់ទៅការហើយក៏ធ្លាប់ទៅធ្វើនៅហុងចាក់ចាហើយតែងតែធ្វើឲ្យខ្ញុំនឹងធ្វើការនៅជារៀងរាល់ថ្ងៃព្រលឹមបាត់ព្រលប់ចូលដែលមានពេលមួយកូនមួយគ្រួសាររហូតដល់ខ្ញុំរកឃើញអាជីវកម្ម digital ដែលអាចធ្វើឲ្យខ្ញុំមានពេលនៅផ្ទះមួយកូនហើយ automate system ធ្វើការឲ្យខ្ញុំ 24/7 ដែលខ្ញុំអត់ចាំបាច់ stop របស់អត់បាច់ឡាយលក់ឬ worry បាក់ពី shipping ទេចារាល់ customer គាត់ order product direct ពីហុងចាក់ទៅគាត់យើងអ្នក marketing យើងបាន income តាម commission ណាចាហើយ commission ហ្នឹងគឺត្រឹមត្រូវស្របច្បាប់ហើយយើងមានសហការជាមួយក្រុមហ៊ុនលើទីផ្សារ51ឆ្នាំមាន26ប្រទេសមាន43សាខាជំនួយពិភពលោកចាហើយបើសិនជាបងប្អូនតែធ្វើការហត់នឿយដែលមានពេលមួយកូនមួយគ្រួសារហើយចង់បានចំណូលបន្ថែមស្របច្បាប់ផ្ទះហើយមានពេលកសាងអនុស្សាវរីយ៍ល្អៗជាមួយកូនចាអាជីវកម្មនេះគឺជា God answer prayer របស់ខ្ញុំហើយវាបានផ្លាស់ប្ដូរជីវិតមនុស្សរាប់រយអ្នករាប់ពាន់អ្នកជំនួយពិភពលោកហើយក៏វាបានផ្លាស់ប្ដូរជីវិតខ្ញុំផងដែរធ្វើខ្ញុំនឹងធ្វើការស្រួលជាងមុនមានប្រាក់ខែច្រើនខ្ពស់រហូតដល់5ខ្ទង់ក្នុងមួយខែចាបងប្អូនតែជាគិតថាអូយការងារអីក៏ស្រួលម៉េះចាវាអត់ស្រួលពេកទេប៉ុន្តែក៏វាអត់ពិបាកពេកដែរបើសិនជាបងប្អូនចង់ដឹងអាចចុះឈ្មោះនៅ email address www.lucylu.com ខ្ញុំអាចផ្ញើសិក្ខាសាលា90នាទីជូនបងប្អូនមើលបានអាចមើលជាភាសាអង់គ្លេសក៏បានជា subtitle ខ្មែរក៏បានដែរចាហើយដែលបញ្ជាក់ពីសរសរស្ដំទាំង3នៃការធ្វើអាជីវកម្មហ្នឹងអញ្ចឹងបើសិនជាបងប្អូនស្រីហើយក៏ពុកម្ដាយដែលតែងធ្វើការហត់ចង់បានចំណូលបន្ថែមហើយមានពេលសម្រាប់កូនអ្នកគ្រួសារហើយអាច build legacy pass ឲ្យកូនវាជា passive income ដែលចំណាយដើមទុនតិចបំផុតដែលបងប្អូនអាចមើលបងប្រាក់តិចតួចបន្ទាប់ពីការមើលសិក្ខាសាលា90នាទីនឹងហើយពួកខ្ញុំនឹងអាចadd បងចូលក្នុង private group យើងដែលមានជាង20ម៉ឺនអ្នកជំនួយពិភពលោកហើយខាង system នឹងផ្ញើវីដេអូ7ប្រាប់ពីប្រភពចំណូលទាំង5នៃអាជីវកម្មរបស់ពួកយើងចាពេលហ្នឹងបងប្អូនដឹងហើយតើបងប្អូនអាចធ្វើអាជីវកម្មនឹងបានអត់បើធ្វើបានពួកយើងនឹង help start business បើធ្វើអត់បានពួកយើងនឹង refund ដូចជូនវិញក្នុងរយៈពេល30ថ្ងៃចាអរគុណច្រើន check it out I hope you give yourself a chance ហើយផ្ដល់ឱកាសខ្លួនឯងហើយផ្ដល់ឱកាសឲ្យកូនព្រោះអីកូនធំលឿនណាស់បងប្អូនតើកាលណាយើងអត់រកអាជីវកម្មណាឬក៏វិធីដែលរកចំណូលដែលស្រួលជា passive income មិនមែនជា active income ព្រោះយើងរាល់ថ្ងៃគឺយើងរក active income ចាអរគុណច្រើនជម្រាបលា bye bye clap your hand if you're happy and you know like clap your hand